ស្ដីនេះគឺជា Jennifer ថ្ងៃនេះខ្ញុំមានសំណួរមួយសម្រាប់អ្នកស្នេហានិងភាពស្រស់ស្អាតអ្នកមានទស្សនៈយ៉ាងដូចម្តេចសម្រាប់ខ្ញុំមើលឃើញថាស្នេហានិងភាពស្រស់ស្អាតគឺជាសិល្បៈដែលកំពុងផ្លាស់ទីវាមិនមែនជាអ្វីដែលខែឬល្អឥតខ្ចោះទេវានៅតែបន្តអភិវឌ្ឍទៅជានិច្ចវាមានជីវិតស្នេហាបានឆ្លងកាត់តាមពាក្យសម្ដីសកម្មភាពនិងវត្តមានរបស់យើងហើយភាពស្រស់ស្អាតកើតឡើងនៅពេលស្នេហាត្រូវបានបង្ហាញដោយភាពស្មោះត្រង់និងការថែរក្សានៅពេលយើងរស់នៅជាមួយស្នេហាជីវិតរបស់យើងក្លាយជាស្នាដៃសិល្បៈរស់រាល់ជំរឿសរាល់ចលនាបន្ថែមនៃអត្ថន័យឲ្យវាភាពស្រស់ស្អាតមិនមែនជាអ្វីដែលយើងកាន់កាប់ទេវាជាអ្វីដែលយើងបង្កើតឡើងតាមរយៈរបៀបដែលយើងស្រឡាញ់ដោយរបៀបនេះស្នេហាប្រែក្លាយទេវធម្មតាទៅជាសិល្បៈភាពស្រស់ស្អាតក្លាយជាការឆ្លុះបញ្ចាំងនៃបេះដូងដែលកំពុងផ្លាស់ទីដោយគិតដូច្នេះយើងនឹងដឹងថាមុខរបស់យើងជាការឆ្លុះបញ្ចាំងអារម្មណ៍ដែលយើងជ្រើសរើសរក្សាទុកមកលើកន្លងឆ្នាំបុកស្រស់ស្អាតនៅវ័យចាស់ជាញឹកញាប់ត្រូវបានមើលឃើញថាជាមនុស្សដែលជីវិតពោរពេញដោយស្នេហាការយល់វិជ្ជមានការអាណិតអាសូរនិងសន្តិភាពក្នុងចិត្តខណៈដែលមុខមើលហាក់បីដូចជាអ្នកមានភាពស្អប់ខ្ពើមជាញឹកញាប់កើតចេញពីការរក្សាទុកគំនិតអវិជ្ជមានការសងសឹកការយល់អវិជ្ជមានឬគំនិតមិនល្អដូច្នេះប្រសិនបើស្នេហានិងភាពស្រស់ស្អាតជាអារម្មណ៍សិល្បៈតើយើងកំពុងក្លាយជាមនុស្សប្រភេទណាតើយើងកំពុងរក្សាគំនិតប្រភេទណាហើយតើស្នាដៃសិល្បៈប្រភេទណាដែលយើងកំពុងបង្កើតតើយើងកំពុងបង្កើតអារម្មណ៍ប្រភេទណានៅក្នុងចលនា